បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំទទួលបាន Mac មួយពីភ្ញៀវគាត់ចង់ឲ្យយើង set ជា window វិញក៏ប្រើ Mac ឯងអញ្ចឹងជាដំបូងយើងត្រូវតែមាន plus window បន្ទាប់មកយើងចុចបើកវាមកយើងចុចបើកយើងចុច option នេះជាប់ option នេះគឺយើងចុចជាប់នេះ option នេះអូខេនៅពេលចុចជាប់ចេះហើយវា load មាន2 drive អានេះ drive សម្រាប់ Mac ហើយនេះសម្រាប់ Windows អញ្ចឹងអានេះ plus របស់យើង plus Windows អញ្ចឹងយើងជ្រើសរើសយក plus Windows នេះមកអូខេឥឡូវវាចូល boot អញ្ចឹងរងចាំវាតិចទៅនៅពេលវាចូល boot ហើយយើងនឹង set Windows ដូចនឹងយើង set ទៅលើដូចជាពពួក XP ដែលចេះការ set Windows គឺតែប៉ុណ្្នឹងទេអញ្ចឹងការ set អីផ្សេងៗគឺដូចតែគ្នាទេដូចតែ laptop ដែល Asus ហើយនឹង Lenovo អីគឺដូចតែគ្នាទេរបៀប set